លោកពូផុនសរុនជាអ្នករស់នៅភូមិខ្សាច់ឃុំខ្សាច់កណ្ដាលស្រុករវីលអែមខេត្តកណ្ដាលសប្តាហ៍ថ្ងៃលោកពូប្រកបរបរជាអ្នកដាំស្លឹកគ្រៃនៅភូមិតាជោឃុំសារកាកែវស្រុករវីលអែមខេត្តកណ្ដាលលោកពូប្រកបរបរដាំស្លឹកគ្រៃរយៈពេលប្រហែល6ឆ្នាំមកហើយនៅលើផ្ទៃដីប្រមាណជា1ហិកតាមុនប្រកបរបរនេះលោកពូធ្លាប់ធ្វើជាជាងសំណង់ដាំឈូកនិងដាំស្រូវដែលឃើញថាស្លឹកគ្រៃមានទីផ្សារលោកពូក៏សម្រេចចាត់ដាំស្លឹកគ្រៃដែរជាបន្តទៅនេះលោកពូនឹងរៀបរាប់អំពីដំណើរការនៃការដាំស្លឹកគ្រៃអានេះវាតាមពូធ្វើហ្នឹងអានេះងាប់បានដោះហ្នឹងយើងកាប់យកមកផ្សំទៅយកផ្សំដាក់ទឹកផ្សំចឹងទៅបានចេញជាឬចឹងទៅបានយើងយកទៅដាំយើងវាយដីវាយស្អាតទៅបានយកទៅដាំឲ្យរយៈពេលវា3ទៅ4ខែទៅ5ខែចឹងបានមានផលតែមានបាញ់ថ្នាំឬមួយដាក់ទឹកដាក់ជីដាក់អីធម្មតាចឹងទៅពូចក្រៃពីដំបូងមកយើងអត់តន់ចោលដើមទុនយើងទិញពីគេមកដែរទិញពីគេ1400ទៅ1500ពូចណាទិញពីគេមកគេកាប់ខ្លួនគេមកយើងយកមកផ្សំក្នុងកស៊ូហ្នឹងទៅដាក់កស៊ូផ្សំដាក់ទឹកໄວនេះតែចឹងសារថើមទឹកទៅបាន5 1ថ្ងៃដោះចឹងទិញពីគេយើងអត់មានតំនេះពូចយើងទិញពីគេមកដែរតាគេពីមុនគេសិក្សាជាងយើងគេមានពូជចឹងដូចដាំចឹងយើងដល់គេស្គាល់គេជៀបម្សាទៀតយើងចែកម្លេចមកគេថា300គីឡូ400គីឡូទិញមកគេបាន300-400គីឡូជិត1លានជាងដែរមកបាក់រហូតដែរលុយងំយើងកើតបានមានពូជខ្លួនយើងចាំបានចាប់ទៅដាំថាធ្វើស្រូវដោយធ្វើសក្តិដោយតាយើងទុកពូជខ្លួនយើងអាចភាគផលបានច្រើនអត់អស់លុយទិញគេទេតែយើងអត់មានពូជយើងដឹងតែទិញគេដឹងអស់លុយច្រើនគឺអានេះវាអត់មានផលបាក់ដូចស្រូវដូចឈូកប្រើថ្នាំច្រើនទេអស់ស្រួយច្រើនឈូកឲ្យស្រូវអស់ស្រួយច្រើនទេតែអានេះអត់អស់ស្រួយច្រើនទេតែភាគផលវាគឺអត់ចុះអត់ឡើងបើថាចុះបំផុតត្រឹម 100% ទេមកទឹកដាក់ទឹកម្ដងក៏បានដែរយើងទៅថែទាំមើលថាសត្វល្អិតយើងមានយើងបាញ់ប្រហើវាចោលទៅហើយថែវាដាក់ទឹកដាក់ជីធម្មតាតែវាអត់សំខាន់ដូចស្រូវដូចឈូកឯងឈូកបាញ់ថ្នាំច្រើនហើយស្រូវបាញ់ថ្នាំច្រើនជាងហើយវាជីវិតវាបាញ់មកទឹកដាក់ទឹកតែម្ដងពីរដងក៏បានដែរអត់អីទេតែសត្វល្អិតក៏មានក្រាមានអីដែរយើងអាសាបាញ់ថ្នាំវាទៅអាហ្នឹងហើយយើងមិនសូវធម្មជាតិបានទេព្រោះវាដាំច្រើនវាមានមេរោគជាមួយព្រោះយើងដាំនៅផ្ទះតែមកគុំអាហ្នឹងអត់មេរោគភាគច្រើនជូនទៅក្រៅប្រទេសព្រោះទីផ្សារគេមិនយកក្នុងលុកក្នុងពេញយើងទៅឆ្ងាយទៅក្រៅប្រទេសហើយមកពីឆ្ងាយនោះមកពីស្អីណានោះលេងយកទៅទាំងឡានណានគេតែគេអត់កាប់ទេគេយកទាំងមើមទាំងហឺសទៅហ្មងយកទាំងស្លឹកទាំងហឺសទៅហ្មងដឹកទាំងឡានទៅតែតម្លៃខ្លាំងជាងយើងគេយកធ្វើថ្នាំដឹងកិនធ្វើអីថ្នាំមានពី3មុខឆ្នាំក៏ត្រូវអីទៅឆ្នាំ3 4មុខរបស់គេហើយហ្នឹងមិនថាធ្វើដល់គ្រឿងមួយមុខហូបទេតែផលប្រយោជន៍វាដាំទឹកហូបក៏បានដែរគឺចកេះហួយចកេះជួយចង់ក្នុងឲ្យដាំទឹកហូបពើមកទៅបើថាសត្វគាត់ដំដាក់ទឹកឲ្យមន់ហុកផឹកហ្នឹងក៏នេះដែរគឺជាជំងឺដែរពេលខ្ញុំមិនពីអីបែបស្ដាប់ឯងចង់ថាឲ្យតែបានអីបានភាគផលឲ្យបានសេដ្ឋកិច្ចយើងឲ្យបានឡើងថ្លៃរហូតទៅធ្វើស្រូវក៏បានធ្វើឈូកក៏បានឡើងថ្លៃទៅអាហ្នឹងជាពលរដ្ឋកម្មករយើងដឹង
មានទឹកចិត្តធ្វើហើយឲ្យបានផលច្រើនឲ្យបានតម្លៃឡើងថ្លៃវិញ